ក្មេងស្រីតូចម្នាក់គ្មានឧបករណ៍ការពារអ្វីទាំងអស់ជិះកង់តែមួយកង់សម្ដែងកាយកម្មលើអាកាសដើម្បីរកប្រាក់ចំណែកបងស្រីវិញឈរជើងទេលើដេកច្រៀងលេងកំសាន្តនឹកស្មានមិនដល់ថាសំឡេងច្រៀងបានលឺទៅដល់ត្រចៀកជំទាវអ្នកមានម្នាក់គាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងហេតុអ្វីបានជាសំឡេងនេះដោយកូនស្រីដែលបាត់ខ្លួនរបស់គាត់យ៉ាងនេះឈប់ឡានប្រញាប់ឈប់ឡានទៅគាត់ចុះពីលើឡានភ្លាមដើរតាមសំឡេងក្នុងចំណោមហ្វូងមនុស្សដើម្បីរកអ្នកដែលច្រៀងមិននឹកស្មានថានេះជាបងស្រីដែលមិនបានញ៉ាំអីរយៈពេល3ថ្ងៃមកហើយទើបអស់កម្លាំងលើក្បាលដួលសន្លប់នៅទីនោះពេលជំទាវដើរចូលទៅជិតឃើញក្នុងក្មេងស្រីស្គមស្គាំងម្នាក់គូតាមិញនរណាជាអ្នកច្រៀងនៅទីនេះច្រៀងអីទៅគ្មានរឿងអីទេគ្មានអ្នកណាច្រៀងទេលោកស្រីប្អូនស្រីឃើញបងសន្លប់លែងដឹងខ្លួនស្ថានភាពអាសន្នខ្លាំងណាស់នាងប្រញាប់លុតជង្គង់នៅចំពោះមុខមេក្រុមសម្ដែងអង្វរគាត់ឲ្យមានមេត្តាធម៌ជួយយកបងស្រីទៅព្យាបាលតែមេក្រុមមិនត្រឹមតែមិនស្ដាប់ថែមទាំងចង់ប្រហារហិង្សាទៀតពេលនោះកូនចៅរបស់ជំទាវក៏រត់មកធាក់មេក្រុមដួលទៅនឹងដីឃើញក្មេងស្រីគួរឲ្យអាណិតទាំងពីរនាក់នេះជំទាវនឹកឃើញដល់កូនស្រីទាំងពីរដែលបាត់ខ្លួនជាច្រើនឆ្នាំរបស់ខ្លួនក្នុងចិត្តមានការអាណិតអាសូរក៏ដកប្រាក់កាក់ប្រាក់4-5កាក់ឲ្យប្អូនស្រីយកទៅព្យាបាលបងស្រីទៅប៉ុន្តែគាត់មិនដឹងឡើយថាក្មេងស្រីទាំងពីរនាក់នេះគឺកូនបង្កើតរបស់គាត់ដែលបាត់ខ្លួនទៅរឿងដើមគឺកាលពីប៉ុន្មានឆ្នាំមុនក្នុងសម័យសង្គ្រាមជំទាវបាននាំកូន3នាក់រត់ភៀសខ្លួនជាមួយប្រជាជនមិននឹកស្មានថាពាក់កណ្ដាលផ្លូវត្រូវគេវាយប្រហារក្នុងភាពចលាចលកូនស្រីទាំងពីរត្រូវមេខ្លោងជួញដូរមនុស្សចាប់ខ្លួនទៅសល់តែប្អូនប្រុសដែលសន្លប់បាត់ស្មារតីប៉ុណ្ណោះក្រោយមកអ្នកមើលការខុសត្រូវក៏មកដល់តែគាត់រកឃើញតែលោកស្រីនិងកូនប្រុសតូចប៉ុណ្ណោះនឹកស្មានមិនដល់ថាពេលវេលាកន្លងផុតទៅជាច្រើនឆ្នាំពេលជួបគ្នាម្ដងទៀតនៅពេលនេះកូនស្រីពើប្រែប្រួលមុខមាត់ខ្លាំងណាស់ធ្វើឲ្យលោកស្រីមើលមិនស្គាល់ឡើយចំណែកកូនស្រីច្បងលោកស្រីឃើញតែក្នុងរបស់នាងប៉ុណ្ណោះបែបនេះឯងម្ដាយនិងកូនទាំង3ក៏របូតឱកាសបានជួបគ្នាក្រោយពេលលោកស្រីចេញទៅកូនស្រីពើចេះដឹងខុសត្រូវក៏ប្រគល់ប្រាក់ដុល្លារប្រាក់ភាគច្រើនឲ្យទៅមេក្រុមទុកតែមួយកាក់សម្រាប់ព្យាបាលបងស្រីប៉ុន្តែមេក្រុមយល់ថាបងស្រីចិត្តស្លាប់ទៅហើយមិនចង់នាំនាងត្រឡប់ទៅវិញទេគ្មានជំរឿកូនស្រីពើក៏រកបន្ទះក្តារចាស់មួយប្រើកម្លាំងកាយតូចច្រឡឹងរបស់ខ្លួនអូសបងស្រីទៅមុខនាងដើរតាំងពីព្រលឹមរហូតដល់យប់ទីបំផុតក៏អូសបងស្រីចូលក្នុងផ្ទះចាស់ទ្រុឌទ្រោមមួយពេលនេះក្មេងស្រីក៏យកសោប្រាក់ដែលរើសបានមកទៀងទាត់ជាមួយរបស់បងស្រីតាមឡើយនៅពេលថ្ងៃនោះនាងបានឃើញលោកស្រីជ្រុះសោប្រាក់មួយដែលមើលទៅដូចគ្នានឹងរបស់បងស្រីនាងណាស់តែនាងខ្លាចមេក្រុមដឹងហើយឆក់យកទៅក៏លួចលាក់ទុកដោយខ្លួនឯងក្រោយពីផ្ទៀងផ្ទាត់រួចនាងក៏ភ្ញាក់ផ្អើលដែលឃើញសោប្រាក់នេះដូចគ្នាបេះដាក់នឹងរបស់បងស្រីក្មេងស្រីភ្ញាក់ផ្អើលយ៉ាងខ្លាំងតែរឿងដែលសំខាន់បំផុតពេលនេះគឺជួយសង្គ្រោះបងស្រីដូច្នេះនាងសម្រេចចិត្តយកសោទាំងពីរទៅបញ្ចាំដើម្បីយកលុយព្យាបាលជំងឺនរណានឹងគិតថាម្ចាស់ហាងបញ្ចាំស្គាល់ភ្លាមថាវាជាសោដែលត្រកូលលីកំពុងតាមរកទើបប្រញាប់ឲ្យគេទៅជូនដំណឹងដល់លោកស្រីថាអ្នកនាងតូចកាន់របស់នេះនៅទីនេះតែពេលនេះត្រូវរងចាំគេមកវិតម្លៃឲ្យបានច្បាស់លាស់សិនទើបល្អនៅពេលនោះដែរអ្នកស្រីក៏បានរកឃើញថាខ្សែប្រាក់បានបាត់នៅពេលដែលគាត់ប្រញាប់ប្រញាល់ទៅកាន់ហាងបញ្ចាំគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញអ្នកដែលយកខ្សែប្រាក់នោះមកគឺជាក្មេងស្រីដែលគាត់ធ្លាប់បានជួយកន្លងមកគាត់ក៏យល់ច្រឡំភ្លាមថាក្មេងស្រីនោះជាចោរដែលគ្មានការដឹងគុណអាណិតតែបងប្អូនស្រីទាំងពីរឯកោទើបចិត្តល្អជួយអ្នកអញសងគុណខ្ញុំបែបនេះមែនទេលួចរបស់មានគុណរបស់ខ្ញុំពិតមែនហើយក្មេងគ្មានឪពុកម្ដាយអប់រំគឺមានចរិតថោកទាបពិតមែនមិនមែនទេនេះមិនមែនជារបស់គាត់ពិតមែននេះជារបស់ដែលម្ដាយបន្សល់ទុកឲ្យពួកយើងពិតមែនប៉ុន្តែពេលប្រឈមមុខនឹងការពន្យល់យ៉ាងកំសត់របស់ក្មេងស្រីអ្នកស្រីនិងកូនប្រុសបែរជាមិនជាមួយម៉ាត់សោះគាត់ដណ្ដើមខ្សែប្រាក់មកវិញរួចដើរចេញទៅហើយពេលក្មេងស្រីត្រឡប់ទៅវិហាររំវិញក៏បានឃើញម្ចាស់រោងល្ខោនម្នាក់ដែលមិនស្គាល់មុខម្នាក់មកដល់ទើបនាងដឹងថាប្រធានក្រុមបានលក់នាងទៅឲ្យក្រុមល្ខោនដើម្បីច្រៀងក្មេងស្រីមិនចង់ឃ្លាតឆ្ងាយពីបងស្រីនាងយំអន់ក្បាលសុំអង្គរំចាស់រោងល្ខោនឲ្យយកបងស្រីនាងទៅជាមួយផងនឹកស្មានមិនដល់ថាម្ចាស់រោងល្ខោនជាមនុស្សចិត្តល្អគាត់មិនអាចបំបែកពួកគេទាំងពីរបានដូច្នេះគាត់ក៏បន្ថែមប្រាក់បន្តិចបន្តួចដើម្បីទិញយកបងប្អូនទាំងពីរនាក់ទៅជាមួយគ្នាវាអាស្រ័យលើសំណាងរបស់អញហើយអរគុណអ្នកមានគុណអរគុណអ្នកមានគុណក្រោយពេលចូលក្រុមល្ខោនក្មេងស្រីខំប្រឹងវឹកហាត់យ៉ាងខ្លាំងសន្យាជាមួយបងស្រីថានឹងត្រូវតែមានមុខមាត់ក្នុងសង្គមឲ្យបានដើម្បីថ្ងៃក្រោយទៅរកអ្នកម្ដាយជាមួយគ្នាទីបំផុតក៏មកដល់ថ្ងៃដែលក្មេងស្រីឡើងសម្ដែងលើឆាកជាលើកដំបូងក្រុមល្ខោនបានផ្ញើផ្ទាំងប៉ូស្ទ័រអញ្ជើញអ្នកស្រីជាពិសេសប៉ុន្តែនៅពេលអ្នកស្រីឃើញក្មេងស្រីនៅលើប៉ូស្ទ័រនោះនឹកគិតថាប៉ះសិនជាកូនស្រីពើនៅរស់ក៏ប្រហែលជាធំប៉ុននេះដែរដោយសារតែមានអារម្មណ៍អាណិតអាសូរគាត់ក៏សម្រេចចិត្តទៅមើលល្ខោននឹកស្មានមិនដល់ថាការសម្ដែងមិនទាន់ចាប់ផ្ដើមផងកូនប្រុសរបស់លោកជំទាវក៏មកដល់ក្រោយឆាកមុនចៃដន្យឲ្យកូនចៅរបស់គេបានរុញបងស្រីរបស់ក្មេងស្រីនោះដួលសន្លប់ស្ទុកស្ដឹងនៅនឹងកន្លែងឯក្មេងប្រុសបានស្គាល់ថាក្មេងស្រីដែលសម្ដែងល្ខោននោះគឺជាអ្នកដែលលួចសោថ្ងៃនោះក៏ស្មានថាគេចង់បោកប្រាស់ម្ដាយខ្លួនទើបបញ្ជាឲ្យគេចាប់ខ្លួនភ្លាមដោយគិតថាត្រូវនាំទៅប្រដៅបន្តិចធ្វើឲ្យក្មេងស្រីនោះខកខានជួបលោកជំទាវម្ដងទៀតតែដោយសារក្មេងស្រីបាត់ខ្លួនម្ចាស់ក្រុមល្ខោនភ័យស្លន់ស្លោបាត់ថ្ងៃនេះធ្វើឲ្យលោកជំទាវខឹងក្រុមល្ខោននេះមុខជាមិនអាចបន្តអាជីពបានទៀតឡើយស្រាប់តែគាត់នឹកឃើញថាបងស្រីរបស់ក្មេងស្រីនោះក៏ចេះសម្ដែងដែរទើបបង្ខំឲ្យនាងឡើងឆាកទាំងព្រមានថាបើមិនព្រមសម្ដែងឲ្យលោកជំទាវលីមើលទេនីលីនឹងមិនទុកឲ្យប្អូនស្រីរបស់នាងមានសភាពល្អឡើយតែពេលនឹកឃើញថាប្អូនស្រីត្រូវរងទុក្ខព្រោះត្រកូលលីច្រើនដងមកហើយបងស្រីក៏ទ្រាំលែងបានហើយងើបឈរស្រែកជាអ្នកដែលនៅពីក្រោយវាំងយ៉ាងខ្លាំងថាជារឿងអយុត្តិធម៌របស់បងប្អូនកូនប្រុសអ្នកមិនមែនជាមនុស្សល្អទេមិនចេះខុសត្រូវជាអ្នកសំគំនិតប្រព្រឹត្តអំពើអាក្រក់លោកជំទាវដែលត្រូវគេជេរដោយមិនដឹងខ្លួនក៏មានកំហឹងឈួលឡើងភ្លាមងើបចេញទៅត្រៀមចាក់ចេញពីសាលមហោស្រពចំណែកម្ចាស់ក្រុមល្ខោនក៏ខ្លាចក្រែងធ្វើឲ្យលោកជំទាវខឹងកាន់តែខ្លាំងគាត់កាន់ដំបងគំរាមបងស្រីថាបើមិនព្រមច្រៀងឥឡូវនេះទេគឺនឹងមិនព្រមដោះលែងប្អូនស្រីរបស់នាងឡើយដោយបារម្ភពីសុវត្ថិភាពប្អូនស្រីបងស្រីក៏សម្រេចចិត្តព្រមច្រៀងនឹកស្មានមិនដល់ថាគ្រាន់តែនាងបើកមាត់ច្រៀងភ្លាមសំឡេងដ៏ត្រជាក់នោះបានធ្វើឲ្យលោកជំទាវឈប់ដើរភ្លាមតើវាអាចទៅរួចយ៉ាងម៉េចចប់ហើយគឺជាអ្នកមែនទេ